ហើយចាំឲ្យច្បាស់ឯងអស់លាក់នៅពេលប្រពន្ធខ្បត់ឯងមានរឿងអីមើលពួកទាំងអស់គ្នាជួយសួរគ្នាពីមើលណែសិទ្ធិក្មួយហើយមានរឿងអីបានជារត់ទៅហេតុទៅហប់យ៉ាងនេះហ៎បាញ់មិញខ្ញុំយល់សពឃើញចម្លែកណាស់ដូចជាពិតអញ្ចឹងអមឃើញគ្រូមកសាក់យន់ឲ្យខ្ញុំហើយខ្ញុំពិបាកនិយាយណាអូខ្ញុំដល់អូយក្មួយស្មាត់អើយតែភ័យអីក៏យកសពអញ្ចឹងសោះហ្នឹងតែភ័យអីមកយកសពសោះហ្នឹងណាយកសពយើងជុំហ្នឹងហើយមិនដល់យើងត្រឡប់ទៅវិញភ័យអីយកសពសោះហ្នឹងទៅវិញត្រង់នេះមានដើមជើងសត្វដែរថ្មីដាក់ឡើងចុះអូលោកម្ចាស់នៅទីនេះទេខ្ញុំសូមនិយាយជាមួយលោកម្ចាស់តិចបានទេលោកម្ចាស់ទ្រព្យសម្បត្តិយើងឆ្នាំនេះរកបានច្រើនណាស់ខ្ញុំគិតថាល្មមចែកគ្នាម្ដងហើយលោកម្ចាស់មែនហើយលោកម្ចាស់ល្មមចែកគ្នាម្ដងហើយចែកគង់ទៅចែកទីតែពួកឯងចាំស្ដាប់អញយើងទៅប្លន់ភូមិបូពីបោកចែកគ្នាម្ដងតែបើនរណាលាក់អញបើទោសស្រាលត្រូវដាច់ដល់មកខាងបើទោសធ្ងន់ពេលចេញប្លន់ម្នាក់ត្រូវមានចិត្តក្លាហានគ្មានចិត្តមេត្តាគ្មានមនោសញ្ចេតនាបើតាមយើងដឹងភូមិនោះទ្រព្យច្រើនណាស់ចាំត្រឡប់ពីប្លន់វិញពួកឯងចាំទទួលចំណែកចុះតែយប់នេះយាមមួយមកពួកយើងរកកន្លែងសម្រាប់សិនទៅណាមែនហើយហុយទឹកអមតិចមកអញ្ជើញអ៊ំហ៎បងបរិយអូបរិយបងបរិយសុខសប្បាយទេបងសុខសប្បាយស្អីចោលចូលប្លន់ភូមិយើងឡើយចោលប្លន់ភូមិចោលប្លន់ចោលប្លន់ធ្វើអីចោលប្លន់ចោលប្លន់ណែអង្គុយសិនទៅនិយាយតាមសង្គមមើលបងអង្គុយសិនទៅគឺខ្ញុំបានតាក់សัตว์បានជួបលាងចោលដល់ចៃដនខ្ញុំបានឮចៅពេជ្រគិរីនិយាយថាដាក់ផែនការមកប្លន់ក្នុងភូមិយប់នេះអញ្ចឹងមែនទេចោលប្លន់តោះបើអញ្ចឹងយើងឆាប់យកដំណឹងនេះទៅប្រាប់នៅភូមិឲ្យបានដឹងតោះយើងទៅដឹងទៅកាន់ទៅដឹង